mà dạ năng á nhung khơi kia là bây giờ mình tia xì choan của món xì choan ta ngày đi nhung xả mà thôi chỉ cùng món xì choan mà đòn mớ ngày môn năng á nhung ăn tinh dịch món nhung một lạ hay nhung phơi doแต่sai sai tê chẳng hay chỉ cùng món năng cứ nó sờ chẳng hay còn nó khơi nhạc kho xì choan năng mớ ta vi ruchit mạch đai bên ấy bong ôn pe để kho tới ruchit ngay hay play một dạng đây ta để tới đôi từ dương kho trơn chủ thoa mà đa năng đai tê cả thay dương một tham mùi năng đông xì choan năng chẳng môn bốn năng nhung chạm tâm chạm ấy hái cứ nhung chạm đam lại chân score đầm bay ấy vi lang trơn khoảng sân hay gì lên ấy bong ôn ấy score thao mai dương á pe để dương chăng mà đo cái gìไปทางคลันช่วยเอ้ยช่วยเอาแต่ช่างสกอร์นึงมาดองนึกเคยกันนะโตยได้แต่ในอัดหินนั่งคือนอมเพียงช่างสกอร์นึงทัวสกอร์ต่างไม้ไอ้ไปทัวเฮ้ยอย่าไปท่าเตียงมันแต่มาดมนั่งจุตั้งไปผักเราได้ละงี้จ้ะบางคนไหนกวนทลอบทัวสกอร์ต่างไม้โดยยมนั่งไปได้เมื่อวิดีโอนั่งให้เป็นจินเคยดาวแต่เพียงกายยังนะโตยด้วยขี้นี่ให้เงียบมาเมื่อคอยังไว้เนี้ยไปได้สกอร์นั่งล้างจึงของยมจับประดามหนักเติมโจไปได้ยังหนักเติมโจนั่งไปทอยเพลิงตีจะบางโอนป่วยคลายคลาวก็ไปยังหนักเติมโจเตยยังช่วยเตยยมจับประดามหนักดมสุกสีชวนนั่งโจแล้วไปด่าดมสีชวนนั่งโจให้ยังโกนติดเตยដើម្បីវាលាជាមួយនឹងស្ករជាមួយនឹងខ្ទឹមរបស់យើងហ្នឹងមានអីបងប្អូនค่ะដាក់ដុំស៊ីឈွန်ហ្នឹងទៅឈ្ងុយម្យ៉ាងដែរតាយើងកូរវាឲ្យឡើងឈ្ងុយតិចទៅបន្ទាប់មកចាំយើងដាក់ជង្គង់មាន់ចូលហើយបងប្អូនតាមពិតខហ្នឹងបើបងប្អូនខជាមួយនឹងជើងមាន់ហ្នឹងក៏ទៅឆ្ងាញ់ដែរជើងមាន់ជើងទាយើងបន្ទាប់ពីយើងដាក់ជង្គង់មាន់ចូលហើយខ្ញុំចាប់ផ្ដើមច្បល់វាបន្តិចដើម្បីវាចូលជាតិជាមួយនឹងគ្រឿងហ្នឹងបន្ទាប់មកខ្ញុំចាប់ផ្ដើមបន្ថែមទឹកដើម្បីងាស់វាទុកចោលដើម្បីវាផុយជង្គង់មាន់ហ្នឹងនិយាយទៅជង្គង់មាន់ហ្នឹងក៏ខ្ញុំអត់ងាស់យូរដែរដោយសារតែវាឆាប់ផុយអញ្ចឹងហើយក៏ខ្ញុំចាប់ផ្ដើមដាក់គ្រឿងចូលទៅហើយគ្រឿងដែលខ្ញុំបន្ថែមពីលើហ្នឹងគឺមានទឹកត្រីប្រេងខ្យងជាមួយនឹងប៊ីចេងហើយនឹងអំបិលហើយបន្ទាប់ពីខ្ញុំដាក់គ្រឿងដាក់អីសពគ្រប់ហើយខ្ញុំចាប់ផ្ដើមច្បល់វាហើយខ្ញុំរងាស់វាចោលមកស្ទុះទៅពេលដែលយើងរងាស់ចោលហ្នឹងដើរចិត្តនឹងអូយឈ្ងុយបងប្អូនអើយហើយចំពោះខហ្នឹងបើសិនជាបងប្អូនខភ្លាមហូបភ្លាមឆ្ងាញ់មួយបែបតែបើសិនជាទុកចោលមួយយប់ទៀតទៅរត់តែឆ្ងាញ់ទៀតដោយសារតែយើងរងាស់ចោលមួយយប់ទៅវារត់តែចូលជាតិជាងពេលដែលយើងធ្វើថ្មីហើយចំពោះខបែបស៊ីឈွန်នេះមិនចាំបាច់តែហូបបាយទេបើបងប្អូនធ្វើជាគ្រឿងខ្លែមកក៏រត់តែឆ្ងាញ់ដែរហើយបើចំពោះពីការធ្វើវិញនិយាយពីលឿនមែនតើបងប្អូនអត់ដល់1ម៉ោងហ្នឹងគឺយើងអាចធ្វើបានហូបហើយអញ្ចឹងបើបងប្អូនមានជើងមាន់ឬក៏ជើងទាអីបងប្អូនអាចសាកខអញ្ចឹងមើលរសជាតិឆ្ងាញ់ណាស់បន្ទាប់ពីខ្ញុំងាស់ចោលបន្តិចមកជង្គង់មាន់របស់ខ្ញុំហ្នឹងក៏ចាប់ផ្ដើមផុយហើយនិយាយពីក្លិនវិញឡើងឈ្ងុយសាយភាយពេញផ្ទះហ្មងបងប្អូនចំពោះខស៊ីឈွန်ហ្នឹងយើងដាក់ម្ទេសហុយចូលទៀតរត់តែឆ្ងាញ់ចំពោះខ្ញុំចូលចិត្តហឹរអញ្ចឹងហើយខ្ញុំដាក់ម្ទេសរៀងច្រើនដែរបើសិនជាបងប្អូនអត់សូវចេះហឹរទេស៊ីឈွန်ហ្នឹងគឺវាមានជាតិហឹរស្រាប់ហើយអញ្ចឹងមិនដាក់ក៏បានដែរចំពោះខស៊ីឈွန်ហ្នឹងយើងកុំដាក់រៀងប្រៃពេកដោយសារអីមុខម្ហូបហ្នឹងគឺជាមុខម្ហូបដែលយើងញ៉ាំលេងទេដូចជាយើងហូបជើងមាន់ជើងទាហឹរអញ្ចឹងហើយខបែបហ្នឹងអីដាក់តែមួយចានមកគ្នា3 4នាក់ហ្នឹងអស់លេងលើហ្នឹងចំពោះខនេះរសជាតិឆ្ងាញ់ហើយងាយធ្វើទៀតពេលដែលយើងដាក់គ្រឿងសពគ្រប់ហើយរងាស់វាចោលផុយទៅគឺរួចរាល់ហើយឥឡូវខខ្ញុំបានឆ្អិនហើយបងប្អូនទាំងអស់គ្នានិយាយពីថារសជាតិវិញអូឆ្ងាញ់ខ្លាំងហ្មងអញ្ចឹងបងប្អូនដែលចូលចិត្តបែបម្ហូបចិនលក្ខណៈស៊ីឈွန်ឬក៏ជើងទីហឹលអីអាចសាកធ្វើបានរសជាតិឆ្ងាញ់ងាយធ្វើហើយលឿនទៀតអញ្ចឹងមុខម្ហូបខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនក្នុងថ្ងៃហ្នឹងណាអរគុណច្រើនបងប្អូនទាំងអស់គ្នា